Kau pelawan tekawan lawan tekau tekawan tekau tongបាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីម្ដងទៀតបាទមកកាន់វីដេអូរបស់ខ្ញុំមួយនេះបាទហើយវីដេអូនេះដែរបាទគឺជាការទៅចូលរួមបាទពិធីមង្គលការរបស់ប្អូនថ្លៃបាទខាងប្រពន្ធខ្ញុំបាទគឺប្អូនខ្ញុំបង្កើតអញ្ចឹងណាបាទហើយក៏ជាកូនបើដែរបាទអញ្ចឹងនេះក៏ទៅចូលរួមបិទឆាកតែម្ដងបាទសារកូនបើហើយបាទអញ្ចឹងគឺអស់ប៉ុណ្្នឹងឯងបាទអញ្ចឹងក៏ចូលរួមទាំងអស់គ្នាបាទបងប្អូនមកពីថៃបាទគ្រប់គ្នាតែម្ដងណាបាទហើយទៅការនេះបាទគឺឆ្ងាយមែនទែនបងប្អូនបាទគឺនៅដល់ខេត្តកំពង់ធំបងប្អូនបាទហើយជិះទៅដល់កងបងប្អូនអើយបាទរំទៅដល់ញាក់សាច់តែម្ដងបាទហើយនេះគឺជាកូនពូជបាទដែលជាកូនរបស់មេបាខាងកូនក្រមុំតែម្ដងបាទគឺក៏ពឹសដល់កងបងប្អូនអើយបាទគឺដូចកូនជ្រូកហើយណាំចឹងបងប្អូនបាទគេដាក់សិតបោសក់ចិនទៀតបងប្អូនអើយបាទមើលទៅឃើញប៉ុណ្ណឹងណាគុំបងប្អូនកុំច្រឡំថាអាយុ3 4 5ឆ្នាំអីណាបងប្អូនបាទទៅតែ3ខួបទេបាទ3ខួបទេប៉ុន្តែគីឡូវិញគឺគីឡូយៈតែម្ដងណាបាទគីឡូថាខ្ញុំសួរដូចជា30គីឡូហ្នឹងបងប្អូនបាទហើយមានប៉ុណ្្នឹងណាអត់ទាន់ដាច់ដោះទេបងប្អូនគេធ្វើ style គេបឺតមាត់មួយទៀតបាទនេះគឺប្រពន្ធខ្ញុំបងប្អូនបាទគឺគេថតកូនកន្លោះកូនកមុំបាទគេផែគេគិតថាគេចង់ការម្ដងទៀតដឹងបាទនេះកូនកន្លោះកូនកមុំបាទគឺកំពុងតែរៀបចំបងប្អូនមករៀបចំគេកាត់សក់អញ្ចឹងណាបាទហើយខ្ញុំថតសកម្មភាពខ្លះទេបងប្អូនបាទបានថតច្រើនទេបាទសារថតច្រើនពេកខ្លីបងប្អូនសាំបាទនេះគឺដល់ពេលល្ងាចគឺចាប់ដើមសូត្រមុនសូត្រអីបាទគឺលោកបាទកាត់មកដល់ពេលព្រឹកតែម្ដងបងប្អូនបាទហើយមកដល់ពេលព្រឹកគឺគេធ្វើកម្មវិធីហែជំនូនបាទហើយនេះប្រពន្ធខ្ញុំបាទគេកាន់ស្អីគេទេបាទកាន់ក្រូចកាន់អីបងថ្លៃអីក៏គឺកាន់ញ៉ៃបាទគឺអ្នកចូលរួមច្រើនបាទហើយនាងបងប្អូនមកពីយើងហែមកដល់រោងជ័យបាទគេមានកម្មវិធីច្រៀងអបអរសាទរអញ្ចឹងបងប្អូនបាទហើយក៏កាត់បាទមកដល់កូនកន្លោះកូនកមុំបាទចេញមកសំពះបាទភ្ញៀវកិត្តិយសបាទភ្ញៀវចូលរួមណាបាទអញ្ចឹងក៏ថតខ្លះទេបងប្អូនបាទកាត់ខ្លីៗដើម្បីទុកជាអនុស្សាវរីយ៍ឲ្យបងប្អូនទុកមើលនៅពេលដែលមានកូន3 4 5អញ្ចឹងទៅចាំយើងមើលហើយកូនមើលអញ្ចឹងណាបងប្អូនបាទកុំឲ្យខ្លួនថាអូពុកម្ដាយការកូនម្ដាយឃើញបាទអាហ្នឹងឲ្យបន្ទាប់មកបាទយើងហូបចុកអីហើយបាទគឺគេមានតន្ត្រីបាទតន្ត្រីគេប្រគំលេងឲ្យទៀតបងប្អូនបាទបន្ទាប់ពីយើងហូបអីហើយបងប្អូនបាទនេះគឺឈានមកដល់កម្មវិធីបាទចងដៃលើខ្នើយបងប្អូនបាទអញ្ចឹងក៏មហាក្រៀបចំហើយបាទហើយនេះបាទគឺ freestyle មួយជាមួយបងថ្លៃបងប្អូនបាទគឺបងថ្លៃទាំងអស់បាទគឺមានធំបាទហើយនេះមហាគេថាអូមិនដែលជួបរោងការណាទេបងប្អូនមករោងការនេះគឺបងប្អូនខាងកូនកមុំអីហ្នឹងបាទគឺមានដៀងមែនទែនបងប្អូនបាទធំបាទគឺខ្នាតដែរបងប្អូនបាទនិយាយពីរឿងផឹកគឺកប់សេរីតែម្ដងបាទនេះគឺមហាគឺកម្មវិធីទេបាទខ្ញុំអត់ទៅដឹងទេកន្លែងនេះបាទបន្តមកទៀតគេមានកម្មវិធីបវល7បងប្អូនបាទវល7នេះគេអត់ឲ្យយើងអ្នកដែលអត់គូអីទៅបវលទេគេឲ្យយើងអ្នកមានគូទេបងប្អូនបាទអញ្ចឹងខ្ញុំអត់បានទៅនេះទេបាទគឺខ្ញុំចាំថតបាទបានបវលគេទេបាទប្រពន្ធខ្ញុំគាត់បវលហើយបាទអញ្ចឹងខ្ញុំអត់បានបវលទេបាទខ្ញុំកន្លែងនេះខ្ញុំចង់អាសាបងប្អូនបាទគឺបវលដល់កហើយបាទអ្នកខ្លះបវលមិនត្រូវទេបាទគឺដៃបាទដាក់ដូចឲ្យយើងបាញ់សិលអញ្ចឹងបងប្អូនបាទគឺអត់មានបកទេបាទគេនេះគេបកឲ្យវាផាត់ឡែកចង្រៃអីចេញណាបងប្អូនមិនទេបងថ្លៃខ្ញុំគេដាក់ដៃដូចព្រះយូឡាអញ្ចឹងបងប្អូនបាទគឺប្លែកតែម្ដងបាទហ្នឹងហើយឡែកនេះចង់បងប្អូនបានចាំមើលសំឡេងស៊ីនបានល្អមើលបងប្អូនបាទអញ្ចឹងខ្ញុំឲ្យសំឡេងស៊ីនតែម្ដងកាយកម្មកម្មបត្យាកិនាបត្យាកិនាបត្យាវេលលបាយុវតកោតនំអន្តកោពេរិវលយតវន្តកោពលវន្តកោវលវន្តកោទុកវន្តកោទុកម្មបតិ
បាទបងប្អូនមកបន្ទាប់ពីយើងបាច់ផ្កាស្លាជូនពូអីហើយអស់ហើយបាទគឺមកដល់បងថ្លៃយកខ្ញុំដែលគាត់ទៅចូលរួមហ្នឹងបាទគឺចាប់ដើមចងដៃលើខ្នើយហើយបាទហើយខ្ញុំថតបានតែ2គូទេបាទគឺអត់បានថតច្រើនទេបាទកាត់ហើយក៏គាត់ផ្ដែផ្ដាំអញ្ចឹងណាបាទផ្ដែផ្ដាំបងប្អូនកូនកំឡោះទាំងកុំផឹកអីច្រើនពេកអីចឹងទៅបាទគឺក៏ផ្ដែផ្ដាំអញ្ចឹងមែនហ្នឹងបងប្អូនបាទចង់លុយចង់អីទៅបាទហើយក៏យកទឹកបងប្រុសព្រមដើម្បីឲ្យមានសេរីសួស្តីបងថ្ងៃយើងថ្ងៃយើងរៀបចំមង្គលការអញ្ចឹងទៅបាទគឺជាថ្ងៃល្អបាទអញ្ចឹងក៏ទុកជាអនុស្សាវរីយ៍ហើយក៏ថតមួយបាទទុកជាអនុស្សាវរីយ៍ហ្នឹងហើយបងប្អូនបន្ទាប់ពីយើងចងនៅលើខ្នើយរួចរាល់បាទអញ្ចឹងក៏បថងតង់ស្បែកនឹងនេះបាទគឺកម្មវិធីនេះគឺត្រូវបានបញ្ចប់តែប៉ុណ្្នឹងឯងបាទហើយក៏បន្ទាប់ពីនឹងមកបាទគឺមានការថតបាទ free style ជាច្រើនបាទរបស់បងថ្លៃស្រីបាទគឺធីមសិតតែមានប្តីអស់ហើយបងប្អូនបាទអញ្ចឹងក៏ថត free style វីអីអញ្ចឹងណាបងប្អូនបាទនេះគឺគាត់ចូលចិត្តថតដែរបាទអញ្ចឹងក៏យើងថតទុកជាអនុស្សាវរីយ៍បានច្រើនបងប្អូនមកដើម្បីឲ្យយើងឲ្យកូនយើងមើលអញ្ចឹងណាកូនធំគាត់ចង់មើលតើម៉ែខ្ញុំការមិនបែបអញ្ចឹងចង់ដឹងបាទអញ្ចឹងគឺទុកឲ្យគាត់មើលបាទបងប្អូននឹងឲ្យបន្ទាប់ពីយើងធ្វើកម្មវិធីរួចរាល់អស់ហើយបាទអញ្ចឹងក៏វាទំនេរដែរបាទភាសាការនេះគឺគេហូបពេលល្ងាចបងប្អូនមកលោពេលល្ងាចអញ្ចឹងក៏ថ្ងៃឡើងបាទពួកខ្ញុំទំនេរបងប្អូនបាទអញ្ចឹងក៏ឆ្លៀតនាំគ្នាដើរលេងបន្តិចបាទភាសាខេត្តកំពង់ធំនេះបាទគឺលើកទី1ដែលខ្ញុំបានមកហ្នឹងបងប្អូនបាទភាសាយើងអត់ដែលបានមកទេបាទអញ្ចឹងខ្ញុំធ្លាប់ជិះទៅដល់ពេញតែម្ដងអត់ដែលបានជិះចូលម្ដងកំពង់ធំហ្នឹងទេបាទហើយចូលម្ដងថ្ងៃនេះគឺគេរៀបចំបាទគឺគេរៀបចំកម្មវិធីសង្ក្រាន្តហ្នឹងបងប្អូនគេរៀបចំមុនហ្នឹងបាទអញ្ចឹងឃើញថាស្អាតមែនទែនបងប្អូនអញ្ចឹងខ្ញុំសរសើរដែរបាទខេត្តកំពង់ធំនេះគឺគេរៀបចំបានស្អាតហើយខ្ញុំអត់បានទៅឆ្ងាយទេខ្ញុំជិះតែឆ្វែកន្លែងមាត់ស្ទឹងហ្នឹងឯងបងប្អូនបាទគេហៅថាស្ទឹងសែនហ្នឹងបងប្អូនបាទហើយនេះគេរៀបចំមកលើនេះបាទពេលថ្ងៃគឺចាំងមកដូចមាសតែម្ដងមកស្អាតណាបាទហើយនេះបាទគឺបងគាត់ហាត់ប្រាណបាទថាអូផឹក3ថ្ងៃបងប្អូនបាទគឺក្បាលពោះធំណាបាទគាត់ហាត់ប្រាណដើម្បីសម្រកក្បាលពោះបាទហើយកូនមកខ្ញុំនេះក៏ហាត់ដែរបងប្អូននេះគេហាត់ក្បាច់អីទេបាទក្បាច់កដោបកិនស្រូវហ្នឹងបងប្អូនបាទអញ្ចឹងគឺលពឹសម៉ែលពឹសហើយបាទហើយខ្ញុំក៏ដាក់មកក្បាច់នេះដែរបាទគេហាត់យកចង្កេះឲ្យវារស់រវើកអីចឹងបងប្អូនបាទហើយផឹកដល់កឲ្យបាទកម្មវិធីនេះបាទផឹកតាំងពីថ្ងៃទៅដល់ថ្ងៃមកវិញបាទអញ្ចឹងសរុបទៅគឺ3ថ្ងៃចូលគ្នាបាទអញ្ចឹងយើងទៅហាត់ប្រាណដើម្បីសម្រកក្បាលពោះវិញបងប្អូនបាទហើយនេះបាទចង់ថ្លឹងគីឡូបាទថ្លឹងគីឡូមួយកូនខ្ញុំហ្នឹងក្មួយនោះបាទគឺដល់កបាទគឺថ្លឹងគីឡូមានអីឈ្នះខ្ញុំបាទគីឡូខ្ញុំធំជាងមានអីហោះវឹងតែម្ដងបាទហើយនេះគឺនាំយាយបាទយាយខាងកូនកំមុំបាទនេះគាត់មកដើរលេងដែរបាទអញ្ចឹងក៏មកហាត់ប្រាណលេងថតឲ្យគាត់បានទុកចិត្តអនុស្សាវរីយ៍ផងដែរបាទនិយាយគាត់សប្បាយចិត្តណាគាត់ថាតែបានមកទេបាទខេត្តកំពង់ធំនេះគឺលើកទី1របស់គាត់ដែរបាទអញ្ចឹងខ្ញុំក៏លើកទី1ដែរបាទអញ្ចឹងអត់មានអីទេបាទគាត់ថាមកលេងទៅឃើញថាស្ទឹងគេយល់ទៅដូចខេត្តវត្តត្បូងដែរបងប្អូនបាទគឺតំណងមែនទែនបាទហើយនេះគឺវិលមកដល់របស់យើងវិញហើយបាទគឺដល់ពេលរងាចបាទពេលរងាចនេះគឺយើងចាប់ផ្ដើមទទួលភ្ញៀវបដាហើយបាទអញ្ចឹងគឺយើងមកចូលឡើងតុកទាំងអស់គ្នាបងប្អូនបាទហើយកម្មវិធីនេះគឺយើងអត់បានបើកសលេងបានទេបាទដោយសារវាភ្លេងខ្លាំងពេកបាទអញ្ចឹងគាត់ថតទ្រុសទេបាទសកម្មភាពបាទគឺបងប្អូនយើងមកចូលរួមមកឡើងតុកបាទគឺនៅពេលយប់បាទអញ្ចឹងគឺមេឃជាក់បាទហើយប៉ះនឹងគេមានអកកដងទៀតបងប្អូនអើយបាទអង្គុយមុខអកកដងទៀតបាទអញ្ចឹងគឺតុក VIP ណាបាទតុក VIP គឺចិត្តស្អាតបាទស្អាតច្រើនណាស់បាទគឺគេរំឲ្យមើលអញ្ចឹងណាបាទយើងមិនមើលវាខាតបាទអញ្ចឹងយើងមើលហើយយើងថតទុកទៀតបាទដើម្បីឲ្យបងប្អូនបានមើលដែរកុំឲ្យបងប្អូនដែរអូមើលតែខ្លួនឯងចេះណាបងប្អូនបាទអញ្ចឹងក៏ថតខ្លះហើយនេះគឺសកម្មភាពរបស់កូនខ្ញុំបាទគឺក្មួយគេបងប្អូនគេបងប្អូនអាយគេឡើងតុកអីអញ្ចឹងណាបាទសំណុំសំនួរហ្នឹងបងប្អូនអើយបាទគឺក្រេបកូកាកូឡាបន្តិចបាទអញ្ចឹងអត់ឲ្យផឹកច្រើនទេខ្លាចទាំងនោះផ្អែមបងប្អូនមកឲ្យផឹកតែអ្នកមកក្រេបហ្នឹងឯងបាទបន្ទាប់មកទៀតនេះគេដាក់បងប្អូនអាមន់ទាដាក់ឡោះហ្នឹងហើយដូចខ្ញុំនិយាយចឹងបាទអង្គុយមុខអកដងមានអីបងបាទមើលបដៅផឹកបដៅបាទនេះបងខ្ញុំគាត់បងឲ្យវាយឡើងបដៅហើយបាទទៅទំហប់ទី1ទេបាទទៅបងវាយឡើងបាត់ហើយបាទដោយសារគាត់ដាក់ពីព្រឹកមកម្លេះអញ្ចឹងគឺមហូបទី1គឺវាយឡើងប៉ុណ្ណេះហើយបងប្អូនមកទៅរំតែមហូបទី5នឹងវាយប៉ុណ្ណាអីបាទនេះគឺគេកំពុងតែនេះហើយបាទហើយនេះបាទនេះតួបាទតួឯកនេះនៅនេះបាទគឺមិនតាន់អីទេបាទចាប់ដើមវាយឡើងដែរហើយបាទនេះកម្មវិធីនេះគឺឈើតែម្ដងណាបាទហើយកម្មវិធីនេះចប់ឡើងម៉ោង 1បងប្អូនអើយបាទ
ដាក់ឡើងមកអស់ចិត្តអស់ចង់បងប្អូនបាទហ្នឹងហើយនេះបងថ្លៃខ្ញុំគឺចាប់ផ្ដើមរំទាំងអស់គ្នាបាទអ្នកដែលមិនចេះរំក៏ទៅរំដែរបងប្អូនហើយជុំបាទបាត់ការទាំងអស់គ្នាណាជួបបងជួបជ័យសេរីមង្គលហ្នឹងក៏ជាមួយទាំងពីរដែលទទួលបាននៅឆ្នាំញញឹមសម្រាប់ចំណងអាពាហ៍ពិពាហ៍សូមឲ្យឆ្នាំញញឹមមួយនេះឆ្លាច់គ្នាឲ្យចាស់កោខ្នងហេអាកោកន្លោះពុកមកកោបានគេសើបងប្អូនហ្នឹងហើយនេះគឺកន្លែងនេះបងប្អូនមកគងកន្លោះគេមានណាគេរំភើបគេពេលបាទគេដើរឡើងបុកបកគោលបងប្អូនបាទបកគោលរងបាទចាំមានអីទេបាទគូនកន្លោះគេដាក់ជ្រុលអញ្ចឹងណាបាទថ្ងៃនេះគឺថ្ងៃល្អបាទគេដាក់ឡើងច្រើនដែរបាទរៀងស៊ីសើបាទដើរបុកបកគោលតែម្ដងបាទកន្លែងនេះគឺមេបាខាងប្រុសខាងស្រីបាទគឺគេឡើងមកថ្លែងអំណរអរគុណដល់ភ្ញៀវកិត្តិយសអញ្ចឹងណាបាទអញ្ចឹងក៏មានអីច្រើនទេបាទវីដេអូនេះគឺខ្លីៗតែប៉ុណ្្នឹងឯងហើយក៏នេះជាសកម្មភាពបាទដែលភ្ញៀវចូលរួមបានគឺច្រើនកកមែនទែនបាទហើយវីដេអូនេះគឺដល់ទីបញ្ចប់ហើយបាទហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះហើយក៏ប្រាប់មួយទៀតបើសិនជាបងប្អូនបានឃើញរូបក្នុងនេះហើយបាទកុំភ្លេច share ជាមួយទាំងអស់គ្នាបងដែរបាទអរគុណច្រើនបាយបាយ